ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយទាក់ទងនឹងការសន្សំប្រាក់នៅក្នុងកម្មវិធី ACLIDA ចឹងបងប្អូនអាចសន្សំប្រាក់បានដោយខ្លួនឯងដោយមិនចាំបាច់ទៅធនាគារឡើយចឹងដើម្បីសន្សំប្រាក់បានដើម្បីទទួលបានការប្រាក់និងសុវត្ថិភាពចឹងបងប្អូនអាចមើលវីដេអូរបស់ខ្ញុំនឹងណែនាំបងប្អូនទាំងអស់គ្នាតាមជំហាននីមួយៗបាទបងប្អូនកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទតោះឥឡូវយើងតាមដានទាំងអស់គ្នាពេលដែលបងប្អូនចុចចូលក្នុងកម្មវិធី ACLIDA បងប្អូននឹងឃើញរូបបែបនេះពេលដែលឃើញបែបនេះបងប្អូនមើលទៅខាងឆ្វេងនឹងឃើញពាក្យមួយដែលគេដាក់ថាប្រាក់បញ្ញើអញ្ចឹងបងប្អូនចុចលើហ្នឹងមកពេលដែលចុចមកវានឹងចេញបែបនេះចេញ3ផ្ទាំងអញ្ចឹងទី1សម្រាប់បញ្ញើមានការកំណត់ខ្ពស់ទី2ប្រាក់បញ្ញើមានការកំណត់ចំណូលខ្ពស់ទី3ប្រាក់បញ្ញើមានការកំណត់រយៈពេលវែងអញ្ចឹងបងប្អូនចុចយកលើគេប្រាក់បញ្ញើដែលមានការកំណត់កំណើនខ្ពស់ចុចហើយគឺវាចេញបែបនេះអញ្ចឹងតារាងខាងលើគេបំផុតនោះគឺគេឲ្យយើងរើសគណនីរបស់យើងដែលមានលុយដែលយើងចង់សន្សំបន្ទាប់មកយើងចុចកន្លែងទី2គឺយើងត្រូវជ្រើសរើសចំនួនខែដែលយើងចង់សន្សំបងប្អូនចង់សន្សំប្រហែលខែបងប្អូនចុចអូសយកលេខចំនួនខែតាមហ្នឹងទៅបន្ទាប់មកទី3បងប្អូនបញ្ចូលចំនួនទឹកប្រាក់ដែលយើងចង់សន្សំអញ្ចឹងយើងអាចបញ្ចូលបានចាប់ពី40,000រៀលទៅចំណែកដុល្លារយើងអាចសន្សំបានចាប់ពី$100ឡើងទៅចំណែកទី4បងប្អូនអាចយកពាក្យថាមិនបន្តនោះពេលដែលដល់ខែវានឹងទាំងដើមទាំងការវានឹងចូលក្នុងគណនីរបស់បងប្អូនវិញតែម្ដងហើយដូចខ្ញុំដាក់ឧទាហរណ៍មិញ3លានជាងហ្នឹងការប្រាក់មួយខែបាន5,200រៀលហើយបងប្អូនដាក់ច្រើនលើហ្នឹងអាហ្នឹងការប្រាក់វាទៅតាមហ្នឹងឬក៏មួយទៀតបងប្អូនដាក់ច្រើនខែការប្រាក់ក៏វាបានច្រើនទៅតាមហ្នឹងដែរបន្តទៀតបងប្អូនចុចគ្រីសនៅខាងក្រោមកន្លែងអ្នកខ្ញុំបានអាននិងយល់ព្រមបងប្អូនគ្រីសកន្លែងហ្នឹងមកបន្ទាប់មកបងប្អូនចុចកន្លែងពាក្យថាយល់ព្រមវានឹងចេញទម្រង់បែបនេះបន្តមកទៀតយើងចុចកន្លែងពាក្យខាងក្រោមពាក្យថាបញ្ជាក់ដល់កន្លែងនេះបញ្ជាក់ថាការស្នើដាក់ប្រាក់សន្សំរបស់យើងគឺទទួលបានជោគជ័យហើយអញ្ចឹងបងប្អូនអាចចុចកន្លែងព័ត៌មានធនាគារដើម្បីទៅមើលលុយយើងតើគេបានកាត់ចេញហើយឬនៅហើយបើសិនជាយើងចង់តាមដានប្រាក់ដែលយើងបញ្ញើបងប្អូនចុចកន្លែងប្រាក់បញ្ញើដែលនៅខាងឆ្វេងកន្លែងមិញហ្នឹងនោះបងប្អូននឹងឃើញទឹកប្រាក់របស់យើងដែលយើងបានបញ្ញើនៅកន្លែងហ្នឹងហើយសម្រាប់ខ្ញុំវិញគឺខ្ញុំបានស្នើពេលយប់ហើយអញ្ចឹងវាឲ្យរងចាំសិនអញ្ចឹងដល់ម៉ោងមកវានឹងដាក់ចូលបញ្ញើតែម្ដងហើយបងប្អូនកុំបារម្ភបើសិនជាបងប្អូនចង់បិទមុនការកំណត់ក៏បងប្អូនអាចបិទវាបានដែរគឺបិទភ្លាមគឺយើងទទួលបានលុយភ្លាមមកវិញតែម្ដងប៉ុន្តែគ្រាន់តែយើងមិនទទួលបានការប្រាក់ពេញលេញរបស់គេហើយនេះគឺជារបៀបបិទមុនការកំណត់បងប្អូនចុចកន្លែងត្រេ3ខាងលើហ្នឹងមកវានឹងចេញទម្រង់បែបនេះបន្តមកយើងយកទី2បិទប្រាក់បញ្ញើមានការកំណត់ចេញបែបនេះយើងចុចក្រោមខ្ញុំសូមអនុញ្ញាតបិទប្រាក់បញ្ញើមុនការកំណត់យើងចុចកន្លែងនឹងឲ្យវាបើកមកវានឹងចេញបែបនេះបើសិនជាបងប្អូនចុចយល់ព្រមវានឹងទទួលបានជោគជ័យហើយលុយនឹងត្រឡប់ចូលកង់របស់បងប្អូនវិញបាទសូមអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណ